សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍ការចូលមកកាន់ Channel SM Story ថ្ងៃនេះខ្ញុំនឹងមកនិយាយអំពីរឿងខ្មោចទៀតហើយរឿងរ៉ាវរបស់តារាបានកើតឡើងនៅពេលដែលតារាទៅរស់នៅឯខេត្តហើយបានជួបប្រទះនឹងហេតុការណ៍ចម្លែកដែលផ្ដើមចេញពីរទេះម៉ូតូលក់ដូរមួយគ្រឿងរហូតធ្វើឲ្យតារាធ្លាក់ខ្លួនក្នុងរឿងរ៉ាវនោះកាន់តែជ្រៅទៅហេតុការណ៍លើកនោះធ្វើឲ្យតារាជឿជាក់យ៉ាងខ្លាំងថាខ្មោចពិតជាមានមែនហើយពួកគេអាចធ្វើរឿងដែលគួរឲ្យខ្លាចបានជាច្រើនយ៉ាងកុំឲ្យខាតពេលយូរសូមចាប់ផ្ដើមរឿងដូចតទៅរឿងរបស់តារាត្រូវរំលឹកត្រឡប់ទៅកាលដែលតារាទើបតែចាប់ផ្ដើមចូលធ្វើការដំបូងកាលនោះបន្ទាប់ពីធ្វើការបានមួយរយៈតារាក៏បានជួបគ្រោះសយដោយក្រុមហ៊ុនត្រូវកាត់បន្ថយបុគ្គលិកចេញប៉ុន្តែគ្រោះសយក៏នៅមានសំណាងខ្លះដែរគឺនៅពេលដល់វេនតារាក្រុមហ៊ុនបានផ្ដល់សំណើថាតារាមិនទាន់ត្រូវចេញទេប៉ុន្តែគេសុំផ្ទេរតារាឲ្យទៅធ្វើការនៅខេត្តមួយការនោះតារាមានបញ្ហារឿងលុយកាក់ដែរព្រោះធ្លាប់ត្រូវបានគេបោកកាលពីបើកហាងអាហារតាំងពីទើបតែរៀនចប់ថ្មីដូច្នេះហើយទើបតារាត្រូវដាច់ចិត្តទៅព្រោះបើរកការងារថ្មីក៏ប្រហែលជាពិបាកលុះពេលបដូរទៅដល់ទីនោះតារាក៏ត្រូវជួលផ្ទះមួយខ្នងនៅក្នុងភូមិមួយនៅតាមខេត្តនោះជាខេត្តដែលនៅឆ្ងាយដាច់ស្រយាលខ្លាំងណាស់ហើយសូម្បីតែរោងចក្រផ្ទាល់ក៏នៅឆ្ងាយពីទីរួមខេត្តដែរនិយាយទៅដំបូងឡើយតារាស្ទើរតែធ្វើចិត្តមិនបានព្រោះទីនោះស្ងាត់ជ្រងំហើយតារាជាក្មេងក្រុងដែលដើរលេងផ្សារទំនើបនៅភ្នំពេញមកពេញមួយជីវិតប៉ុន្តែនៅពេលរស់នៅបានយូរទៅពេលដែលតារាទទួលយកការពិតបានតារាក៏ចាប់ផ្ដើមទម្លាប់នៅមានអារម្មណ៍ថាស្ងប់សុខយ៉ាងប្រាប់មិនត្រូវម្យ៉ាងទៀតពេលយប់អាកាសធាតុត្រជាក់ហើយធម្មជាតិក៏ស្រស់ស្អាតខ្លាំងណាស់មានរឿងមួយទៀតដែលតារាចូលចិត្តខ្លាំងនោះគឺនៅក្នុងភូមិដែលតារារស់នៅតែងតែមានម៉ូតូលក់ដូរជិះមកលក់របស់របរញ៉ាំនៅពេលព្រឹកព្រលឹមដំបូងឡើយតារាមិនដឹងថាគេហៅថាអ្វីទេប៉ុន្តែដល់ពេលសួរអ៊ំស្រីដែលនៅផ្ទះជិតគ្នាទើបគេដឹងថាគេហៅថាម៉ូតូផ្ដុំអីវ៉ាន់ម៉ូតូដែលព្យួរអីវ៉ាន់រយិញរយងលក់គ្រប់មុខម៉ូតូនេះគឺជាម៉ូតូធម្មតានេះឯងប៉ុន្តែមានកន្ត្រកនៅខាងក្រោយហើយគេយកដែកមកធ្វើជាបង្គោលមានទំពក់វែងលយចេញមកសម្រាប់ព្យួរអីវ៉ាន់លក់តារាមានអារម្មណ៍ភ្ញាក់ផ្អើលមែនទែនព្រោះមានរបស់ញ៉ាំច្រើនយ៉ាងឲ្យជ្រើសរើសតាំងពីបន្លែត្រីសាច់រហូតដល់នំចំណីហើយគ្រប់យ៉ាងសុទ្ធតែឆ្ងាញ់បើនិយាយបែបសាមញ្ញប្រសិនបើទុកតារាចោលជាមួយម៉ូតូនោះ1ម៉ោងតារាអាចបកញ៉ាំអស់មួយម៉ូតូតែម្ដងតារារស់នៅបែបនោះជារៀងរាល់ថ្ងៃព្រឹកព្រលឹមចេញទៅរត់ហាត់ប្រាណត្រឡប់មកវិញប្រហែលម៉ោង6ព្រឹកក៏មកចាំទិញរបស់ញ៉ាំរួចហើយទើបចេញទៅធ្វើការដោយមិនចាំបាច់ទៅផ្សារឡើយរស់នៅបែបនេះយូរទៅតារាក៏ចាប់ផ្ដើមស្និទ្ធស្នាលជាមួយអ៊ំស្រីអ្នកលក់ជជែកលេងសើចជាមួយគ្នាជាប្រចាំយូរទៅគាត់ប្រហែលជាអាណិតស្រឡាញ់តារាដោយកូនបង្កើតជួនកាលថ្ងៃណាតារាភ្ញាក់មិនបានចេញមករត់ហើយគាត់មករកមិនឃើញគាត់នឹងចុចស៊ីផ្លេហៅគាត់មិនមែនបារម្ភខ្លាចលក់មិនដាច់ទេប៉ុន្តែគាត់ខ្លាចតារាទៅធ្វើការមិនទាន់រហូតមកដល់ថ្ងៃមួយដែលជាថ្ងៃឈប់សម្រាករបស់តារារត់ហាត់ប្រាណត្រឡប់មកវិញក៏ឃើញអ៊ំស្រីឈប់ម៉ូតូនៅមុខផ្ទះតារាក៏ដើរទៅរករបស់ញ៉ាំចាប់យកសាច់ជ្រូកអាំងនិងនំផ្សេងនៅពេលកំពុងជជែកគ្នាបានបន្តិចស្រាប់តែអ៊ំស្រីនិយាយឡើងថាក្មួយមានសង្សារឬនៅកូនស្រីអ៊ំនៅទំនេរណាស្អាតទៀតផងឆ្នាំក្រោយប្អូនអាយុ20ឆ្នាំហើយអ៊ំមិនដែលឃើញវាមានសង្សារនឹងគេសោះតារាក៏តបវិញបែបកំ pl ែងថាអូអ៊ំចិត្តត្រជាក់សិនមើលមុខតារាផងប្អូនប្រហែលជាមិនយកតារាទេដឹងយើងជជែកលេងគ្នាតាមរបៀបមនុស្សធ្លាប់រាប់អានប៉ុន្តែក្រោយមកតារាចាប់ផ្ដើមមានអារម្មណ៍ថាអ៊ំស្រីហាក់ដូចជាពិតប្រាកដខ្លាំងណាស់ចង់ឲ្យតារាសាកជជែកជាមួយកូនស្រីគាត់ប្រាប់ទៀតថាមុខមាត់តារាមើលទៅសមរម្យមើលទៅសង្ហាត្រង់នេះតារាក៏ទទួលស្គាល់ដែរព្រោះអ៊ំស្រីប្រហែលជាមិនកុហកតារាឡើយបន្ទាប់ពីនោះមកក៏មានសម័យកាលមួយដែលអ៊ំស្រីមិនសូវមកលក់រាល់ថ្ងៃដូចមុនជួនកាលមកជួនកាលអាក់ខានជួនកាលបាត់មុខទៅយូរពេលសួរថាបាត់ទៅណាគាត់ក៏មិនសូវឆ្លើយរហូតដល់ដំណាក់កាលមួយគាត់បានបាត់មុខឈឹងតែម្ដង
សួរអ្នកណាក៏គ្មានអ្នកណាដឹងដែរសរុបទៅបាត់មុខអស់រយៈពេល2សប្តាហ៍លុះផុតរយៈពេល2សប្តាហ៍នោះទៅមានព្រឹកមួយតារាឮសំឡេងម៉ូតូដែលស៊ាំត្រចៀកតារាក៏ប្រញាប់ចេញទៅក្រៅក៏ឃើញអ៊ំស្រីកំពុងជិះម៉ូតូមកសន្សឹមតារាប្រញាប់បកដៃហៅគាត់ដើម្បីរករបស់ញ៉ាំផងនិងចង់ជជែកលេងព្រោះណាប់ផងប៉ុន្តែនៅពេលគាត់ជជែកមកដល់មុខផ្ទះតារាស្រាប់តែព្រឺក្បាលខ្ញាក់នៅពេលឃើញថាជើងរបស់អ៊ំស្រីរួមទាំងបរិវេណប្រអប់ជើងគឺហើមខ្លាំងដូចជាជើងដំរីហើមឡើងតឹងដូចជាអេប៉ុងរហូតគាត់ត្រូវជិះម៉ូតូទាំងជើងទៅទេព្រោះប្រហែលជាពាក់ស្បែកជើងមិនចូលហើយអ៊ំកើតអីហ្នឹងហេតុអ្វីបានជាជើងហើមបែបនេះតារាសួរដោយក្តីបារម្ភគាត់តបមកវិញទាំងញញឹមអ៊ំមិនសូវស្រួលខ្លួនអ៊ំកើតប្រនោមផ្អែមណាក្មួយមិនអីទេចាំបន្តិចទៀតអ៊ំជាហើយចាំបន្តិចអ៊ំក៏ជាហើយនៅពេលគាត់និយាយជាមួយតារាគាត់នៅតែញញឹមហាក់ដូចជាមានអារម្មណ៍ល្អតារាក៏មិនចង់សួរដេញដោលច្រើនក៏បង្វែរនិយាយរឿងផ្សេងប៉ុន្តែពេលកំពុងរករបស់ញ៉ាំគាត់ក៏បង្វិលមករឿងដើមទៀតក្មួយតាក់ទងជាមួយកូនស្រីអ៊ំទៅណាកូនស្រីអ៊ំស្អាតណាស់តារាក៏សើចព្រោះស្មានតែគាត់និយាយលេងតែលើកនេះក្រោយពេលតារានិយាយលេងសើចតបទៅតារាឃើញថាអ៊ំស្រីមានទឹកមុខមាំទាំនិងពិតប្រាកដខ្លាំងណាស់រហូតតារាភាំងបន្តិចរួចគាត់និយាយថាមិនអីទេចាំទៅមើលសិនទៅល្ងាចនេះចាំអ៊ំមកទទួលហើយគាត់ក៏ជិះម៉ូតូចេញទៅតារាក៏ងឿងឆ្ងល់ខ្លាំងណាស់តើអ៊ំស្រីកើតអីឬគាត់វង្វេងវង្វាន់អស់ហើយម្យ៉ាងទៀតថ្ងៃនោះតារាស្រែកហៅគាត់ឲ្យត្រឡប់មកវិញព្រោះមិនទាន់បានឲ្យលុយថ្លៃអីវ៉ាន់ទេប៉ុន្តែគាត់មិនព្រមយកហើយជិះចេញទៅបាត់តែម្ដងតារាក៏មិនដឹងធ្វើម៉េចក៏ចូលផ្ទះងូតទឹកប្រងទៅធ្វើការប៉ុន្តែតារាសង្កេតឃើញលោកតាដែលនៅផ្ទះទល់មុខឈរលបមើលតារាតាមបង្អួចបន្ទប់របស់គាត់នៅពេលតារាក្រឡេកទៅគាត់ក៏គេចមុខបិទបង្អួចរត់បាត់ភ្លាមតារាចាប់ផ្ដើមមានអារម្មណ៍ថាថ្ងៃនេះមានរឿងចម្លែកប៉ុន្តែមិនដឹងថាចម្លែកត្រង់ណាឲ្យប្រកាសឡើយពេញមួយថ្ងៃធ្វើការតារាមានអារម្មណ៍ឃ្លានខ្លាំងណាស់ប៉ុន្តែព្យាយាមអត់ធ្មត់រហូតដល់ពេលល្ងាចតារាចេញពីធ្វើការប្រហែលម៉ោង 6 កន្លះល្ងាចក៏ជិះម៉ូតូត្រឡប់មកផ្ទះវិញដើម្បីរករបស់ញ៉ាំនៅពេលតារាមកដល់គ្រាន់តែចតម៉ូតូភ្លាមមិនទាន់ទាំងចាក់សោចូលផ្ទះផងស្រាប់តែឮសំឡេងម៉ូតូមួយគ្រឿងដដែលនោះជិះមកពីក្រៅសន្សឹមរហូតមកឈប់នៅមុខផ្ទះតារាក៏សួរថាអ៊ំថ្ងៃនេះអ៊ំមកលក់ជុំល្ងាចដែរឬតារាឃ្លានខ្លាំងណាស់មានអីសល់ឲ្យតារាញ៉ាំខ្លះហើយកាលពីព្រឹកមិញតារាមិនទាន់ទាំងឲ្យលុយអ៊ំផងអ៊ំស្រីតបមកវិញថាអូមិនមែនទេអ៊ំមកទទួលក្មួយទៅជួបកូនស្រីអ៊ំឮបែបនេះតារាភាំងតែម្ដងហើយសួរថាអ៊ំមកយកមែនទេគាត់ថាពិតមែនតារាក៏ងឿងឆ្ងល់ខ្លាំងប៉ុន្តែក៏សុំចូលទៅងូតទឹកបដូរខោអាវសិនប្រហែល10នាទីក្រោយមកតារាក៏ដើរចេញមករួចជិះពីក្រោយម៉ូតូរបស់គាត់ទៅនៅពេលល្ងាចជិតងងឹតនោះអ៊ំស្រីជិះម៉ូតូនាំតារាទៅតាមផ្លូវក្រោយភូមិរួចបន្តទៅតាមផ្លូវដីល្បាប់តារាទើបតែដឹងថាផ្ទះរបស់គាត់នៅក្រៅភូមិឆ្ងាយបង្គួរកាលនោះតារាគិតថាផ្លូវឆ្ងាយបែបនេះអ៊ំស្រីប្រហែលជារស់នៅលំបាកណាស់បើពេលយប់ប្រលប់ឬពេលមានការចាំបាច់អ្វីមួយគាត់ច្បាស់ជាពិបាកខ្លាំងបន្ទាប់ពីជិះបានមួយសន្ទុះទីបំផុតគាត់ក៏នាំតារាមកដល់ផ្ទះមួយខ្នងដែលគាត់ប្រាប់ថាជាផ្ទះរបស់គាត់អ្វីដែលតារាឃើញគឺផ្ទះនោះមានសភាពមើលមិនយល់ឡើយហាក់ដូចជាគ្រាន់តែសម្រាប់បាំងថ្ងៃបាំងភ្លៀងបានតែប៉ុណ្ណោះហើយនៅខាងក្រៅផ្ទះមានរបស់របរដាក់រញ៉េរញ៉ៃតារាមានអារម្មណ៍តក់ស្លុតបន្តិចហើយចង់ឲ្យអ៊ំស្រីជូនត្រឡប់ទៅផ្ទះវិញភ្លាមប៉ុន្តែនៅពេលយើងចុះពីលើម៉ូតូអ៊ំស្រីហៅកូនស្រីឲ្យចេញមកជួបបងប្រុសតារាក៏មិនដឹងថាត្រូវធ្វើមុខបែបណាដែរក៏ព្យាយាមធ្វើរឹកពីឲ្យសង្ហាបន្តិចមួយសន្ទុះក្រោយមកកូនស្រីរបស់គាត់ក៏ដើរចេញមកនាងប្រាប់ថាឈ្មោះនាងស្រីខៅគ្រាន់តែឃើញនាងភ្លាមតារាស្ទើរតែចង់ហៅអ៊ំស្រីថាម៉ែទៅហើយព្រោះនាងស្អាតខ្លាំងណាស់ស្អាតមែនទែនរូបភាពដែលតារាឃើញគឺនាងមានស្បែកសដៃជើងសឡូនភ្នែកធំដោយតួអង្គតុក្កតាញញឹមស្អាតមានថ្ពាល់ខួចនាងគួរឲ្យស្រឡាញ់ខ្លាំងណាស់
ប៉ុន្តែតារាសង្កេតឃើញថានៅពេលនាងដើរមកចិត្តនាងមានកាយវិការចម្លែកគឺដូចជាមនុស្សដែលមានសតិមិនគ្រប់និយាយជាមួយតារាមិនសូវដឹងរឿងយកតែសើចទោះបីជានាងមើលទៅហាក់ដូចជាមានក្តីសុខប៉ុន្តែក្នុងភ្នែករបស់នាងបង្កប់ដោយភាពសោកសៅជាខ្លាំងតារាព្យាយាមដំកល់សតិព្រោះធ្វើខ្លួនមិនត្រូវឡើយក៏ងាកទៅរកអ៊ំស្រីដើម្បីប្រាប់ឲ្យគាត់ជូនត្រឡប់ទៅវិញប៉ុន្តែពេលងាកទៅតារាឃើញខ្នងអ៊ំស្រីដើរចូលទៅក្នុងផ្ទះបាត់ទៅហើយតារាដឹងខ្លួនថាមានរឿងហើយមិនដឹងធ្វើម៉េចក៏ប្រាប់នាងស្រីខៅឲ្យត្រជាក់ចិត្តតារាស្ដាប់មិនសូវយល់ទេរួចតារាក៏សុំទៅអង្គុយនៅក្រោមដើមឈើមុខផ្ទះតារាសួរនាងថាយ៉ាងម៉េចយើងនិយាយគ្នាដឹងរឿងទេនឹងម៉ែអូសបងមកទីនេះបងគួរធ្វើម៉េចទៅនាងតបថាធ្វើអីទៅចោអង្គុយជជែកជាមួយខ្ញុំទៅអីម៉ែឲ្យមកញ៉ែខ្ញុំមិនមែនទេអីតារាអេះក្បាលខ្លាំងតែម្ដងទាំងម៉ែទាំងកូនប្រហែលជាឡប់ដូចគ្នាប៉ុន្តែជជែកទៅក៏កំ pl ែងដែរព្រោះនាងនិយាយមិនឈប់រហូតតារាត្រូវប្រាប់ឲ្យនិយាយយឺតប៉ុន្តែតារាក៏ទប់សោចមិនបានរហូតដល់មួយសន្ទុះក្រោយមកតារាក៏ប្រាប់នាងថាឲ្យទៅហៅម៉ែឲ្យមកជួបបងបន្តិចព្រោះបងចង់ត្រឡប់ទៅវិញហើយចាំថ្ងៃក្រោយបងមកលេងទៀតថ្ងៃនេះសោចហត់ណាស់ប៉ុន្តែនៅពេលតារានិយាយបែបនោះនាងប្រាប់តារាថាមិនបានទេម៉ែឲ្យបងនៅជាមួយស្រីខៅយប់នេះឲ្យដេកជាមួយស្រីខៅតារាស្ទុះក្រោកឈរភ្លាមហើយសួរថាឈួតមែនទេទៅដេកបានយ៉ាងម៉េចយើងមិនទាន់ទាំងស្គាល់គ្នាផងហើយនាងក៏សើចទៀតតារាកាន់តែភ័យនាងកាន់តែសើចលុះពេលតារាចាប់ចំណុចបានតារាក៏ចាប់ផ្ដើមនិយាយលេងបកទៅវិញក៏คล้ายជាការជជែកគ្នាត្រូវមាត់ត្រូវករហូតដល់ចុងក្រោយតារាបានត្រឹមតែដកដង្ហើមធំមិនដឹងត្រូវធ្វើម៉េចហើយក៏មានអារម្មណ៍អាណិតនាងដែរក៏ប្រាប់ថាចាំតារាមកលេងញឹកញាប់ចាត់ទុកថានាងជាប្អូនស្រីម្នាក់ប៉ុន្តែឥឡូវត្រូវទៅវិញហើយឲ្យទៅតាមម៉ែឲ្យតារាផងប៉ុន្តែបងប្អូនអើយបន្ទាប់ពីតារាប្រាប់នាងលើកនេះស្រាប់តែនាងអង្គុយស្ងៀមឈឹងហាក់ដូចជាមានរឿងអ្វីដែលមិនចង់និយាយឬមិនចង់ឲ្យតារាត្រឡប់ទៅវិញតារាក៏សួរថាកើតអីហើយប្រាប់ថាចាំស្អែកតារាជិះម៉ូតូមកលេងខ្លួនឯងប៉ុន្តែនៅពេលតារានិយាយបែបនោះព្រមទាំងព្យាយាមឲ្យនាងចូលទៅតាមម៉ែឲ្យចេញមកជូនតារាទៅវិញតើបងប្អូនដឹងទេថាមានរឿងអ្វីកើតឡើងនាងងាកមកមើលមុខតារាហើយនិយាយថាម៉ែខ្ញុំមិននៅទៀតទេម៉ែខ្ញុំស្លាប់បាត់ហើយតារាស្រែកហើយបន្ទោសនាងថាកុំយករឿងស្លាប់មកលេងសើចបែបនេះវាមិនល្អទេប៉ុន្តែបន្ទាប់មកនាងចាប់ផ្ដើមនាងយំខ្លាំងមែនទែនហើយនិយាយតែពាក្យថាម៉ែមិននៅទៀតទេខ្ញុំគ្មានអ្នកណានៅជាមួយទេខ្ញុំមិនចង់នៅម្នាក់ឯងទេខ្ញុំខ្លាចខ្លាំងណាស់ពេលនោះនាងយំខ្លាំងពេកតារាមិនខ្វល់អីទៀតទេក៏សម្រេចចិត្តដើរចូលទៅក្នុងផ្ទះដោយខ្លួនឯងដើម្បីទៅតាមអ៊ំស្រីប៉ុន្តែគ្រាន់តែតារាចូលទៅដល់ភ្លាមអ្វីដែលតារាបានឃើញគឺធ្វើឲ្យតារារន្ធត់បំផុតតារាបានឃើញសាកសពដែលម្ដាយរបស់នាងស្រីខៅដែលជិះម៉ូតូមកលក់របស់របរឲ្យតារាស្ទើរតែរាល់ថ្ងៃនោះកំពុងដេកស្លាប់នៅកណ្ដាលផ្ទះក្លិនវិញមិនបាច់និយាយទេសពអ៊ំស្រីដេកក្នុងសភាពហើមស្អុយរលួយស្បែករលួយឡើងដង្កូវមានទឹកលឿងហូរពេញក្តារផ្ទះតារាស្រែកលាន់តែម្ដងព្រោះភ័យតក់ស្លុតខ្លាំងណាស់ក៏រត់ចេញមកក្រៅមករកនាងស្រីខៅដែលនាងនៅតែប្រាប់ថាម៉ែនាងស្លាប់បាត់ហើយស្លាប់បានមួយរយៈហើយតារាឈរយកដៃស្ទាបមុខយកអាវខ្ទប់ច្រមុះរួចហើយនៅពេលតារាបើកភ្នែកមកម្ដងទៀតតារានៅតែឮសំឡេងនាងយំនៅមិនឆ្ងាយប៉ុន្តែខ្លួនរបស់នាងបានបាត់ទៅហើយតារាមិនដឹងអ្វីទៀតទេគឺរត់តែម្ដងប៉ុន្តែដល់ពេលចង់រត់ជើងវាមិនសូវចង់ចេញក៏ដើរផងរត់ផងលុះពេលរត់ផុតពីរបងផ្ទះមកប្រហែល10ម៉ែត្រតារាឃើញមានពន្លឺភ្លើងក្រហមភ្លឺឡើងរួចក៏រលត់ទៅវិញនៅពេលតារាងាកទៅមើលតារាឃើញបរិសម្នាក់ឈរនៅទីនោះជាបរិសវ័យចំណាស់រាងស្គមខ្លាំងស្គមរហូតឃើញឆ្អឹងជំនីគាត់ស្លៀកសរងចងក្បិនឈរជួបបារីនៅក្បែររបងផ្ទះនៅពេលតារាងាកទៅបរិសនោះក៏សម្លឹងមកតារារួចញញឹមបញ្ចេញធ្មេញខ្មៅងងឹតដូចជាមនុស្សស៊ីមលូតារាមិនដឹងថាគាត់មកពីណាទេប៉ុន្តែក្នុងរយៈពេលប៉ុន្មានវិនាទីបរិសម្នាក់នោះស្រាប់តែងាកក្រោយរួចវាឡើងដើមដូងដែលនៅក្បែររបងនោះយ៉ាងលឿនពន្លឺភ្លើងបារីក្រហមឆេះឡើងទៅដល់ចុងដូង
រួចគាត់ក៏បាត់ខ្លួនឈឹងតែម្ដងតារាស្ទើរតែនោមដាក់ខោមិនដឹងថាគាត់ជាអ្វីមកវាឡើងដើមដងឲ្យតារាមើលធ្វើអ្វីបន្ទាប់មកតារាខំថ្មិញដើរចេញមកព្យាយាមដើរត្រឡប់ទៅភូមិវិញតាមផ្លូវតារាស្ទើរតែបិទភ្នែករហូតមកដល់ផ្ទះអ្នកភូមិដែលមានបើកភ្លើងតារាក៏ស្រែកហៅគេប្រាប់ថាអ៊ំស្រីលក់អីវ៉ាន់ស្លាប់បាត់ហើយអ្នកភូមិទីនោះប្រហែលជាស្គាល់គាត់គេក៏ភ្ញាក់ផ្អើលហើយនិយាយថាដល់ថាហើយបាត់មុខច្រើនថ្ងៃបន្ទាប់មកគេក៏ជិះម៉ូតូទៅតាមមេភូមិរហូតមនុស្សមកផ្អើលយ៉ាងច្រើនរួចតារាក៏ជិះពីក្រោយគេទៅផ្ទះនោះតែម្ដងនៅពេលត្រឡប់ទៅដល់គឺពិតមែនដូចអ្វីដែលតារាឃើញសាកសពអ៊ំស្រីដេកស្លាប់មែនដោយសារគាត់មានជំងឺប្រចាំកាយច្រើនគាត់ក៏ដេកស្លាប់ក្នុងផ្ទះហើយតាមសភាពសពគឺគាត់ស្លាប់បានជិត1សប្តាហ៍ហើយតារាមានអារម្មណ៍ទាំងតក់ស្លុតទាំងអាណិតខ្លាំងណាស់ប៉ុន្តែនៅខាងក្នុងនោះតារាស្រាប់តែឃើញរឿងមួយទៀតដែលធ្វើឲ្យតារាភ្ញាក់ផ្អើលតារាឃើញនាងស្រីខោដែលបាត់ខ្លួនមិញនេះអង្គុយនៅក្នុងឡានពេទ្យសង្គ្រោះបន្ទាន់តារាក៏ចង្អុលហើយស្រែកថាតារាឃើញខ្មោចមានអ្នកណាឃើញដូចតារាទេគ្រប់គ្នាភ្ញាក់ផ្អើលប៉ុន្តែគ្រាន់តែតារាចង្អុលនាងភ្លាមនាងក៏បើកទ្វារឡានរត់មកខាំដៃតារាស្រែកអូយព្រោះនាងខាំខ្លាំងណាស់លេចធ្មេញតែម្ដងរួចនាងសួរតារាថាហេតុអ្វីបានជាបងខ្ញុំចោលហេតុអ្វីមិននាំខ្ញុំទៅជាមួយផងតារាភ័យរហូតខ្លួនរឹងអស់ទៅហើយពេលនោះបងប្រុសក្រុមសង្គ្រោះដើរមកផ្ទះស្មាតារាហើយនិយាយថាអាប្អូនឯងសយហើយឯងមានប្រពន្ធហើយឬនៅបើមិនទាន់មានទេចាប់អារម្មណ៍យកនាងទៅនៅជាមួយទេតារាងាវឆ្ងល់ខ្លាំងប៉ុន្តែពេលដឹងសតិឡើងវិញទើបដឹងថានាងស្រីខាវជាមនុស្សពិតកាលពីមិញដែលនាងបាត់ខ្លួនគឺនាងរត់ទៅយំក្នុងផ្ទះទើបតារាឮសំឡេងតែមើលមិនឃើញខ្លួនសរុបមកយប់នោះក្នុងផ្ទះមានតែសាកសពអ៊ំស្រីម្នាក់គត់ក្រោយពីគ្រប់យ៉ាងចាប់ផ្ដើមធូរស្រាលតារាក៏សួរអ្នកភូមិថាតើរឿងនេះមានដំណើរដើមតងយ៉ាងម៉េចមេភូមិក៏ប្រាប់តារាថាតាមពិតទៅគ្រួសារនេះគួរឲ្យអាណិតខ្លាំងណាស់កាលស្រីខាវនៅក្មេងឪពុករបស់នាងលេងរបស់មន្តអាគមរួចក៏ធ្វើមិនដឹងយ៉ាងម៉េចក៏ត្រូវរបស់ត្រឡប់មកចូលខ្លួនស្រីខាវវិញធ្វើឲ្យនាងមានសតិមិនប្រក្រតីតាំងពីអាយុ5ឆ្នាំចំណែកឪពុករបស់នាងក៏បានស្លាប់ក្នុងផ្ទះនេះដែរហើយគេនិយាយតគ្នាថាគាត់បានក្លាយទៅជាអសុរកាយតារាក៏សន្និដ្ឋានថាប្រហែលជាបរិះដែលតារាឃើញវាឡើងលើដើមដូងនោះឯងនៅពេលតារាកំពុងស្ដាប់អ្នកភូមិនិទាននាងស្រីខាវដើរតាមតារាស្អិតដោយតកែនាងគ្មានទីពឹងឡើយតារាដើរទៅណានាងតោងជ័យអាវទៅទីនោះរហូតដល់ព្រឹកឡើងតារាក៏សម្រេចចិត្តទៅប្រាប់ម៉ែតារានៅផ្ទះរៀបរាប់រឿងរ៉ាវទាំងអស់ប្រាប់គាត់ម៉ែតារាក៏ប្រាប់ថាអញ្ចឹងនាំនាងមកផ្ទះយើងមកហើយមកនៅផ្ទះចំការជាមួយម៉ែចាំម៉ែជួយមើលថែនាងឲ្យចុងក្រោយបន្ទាប់ពីនោះមកតារាក៏ទទួលស្រីខាវជាប្អូនស្រីជួបគ្នាពេលណាគឺដេញវាយក្បាលគ្នាពេលនោះពេលតារាទៅលេងម៉ែម្ដងគឺឈឺក្បាលខ្លាំងណាស់ព្រោះនាងរពឹសបំផុតប៉ុន្តែតារាស្រឡាញ់ខ្លាំងណាស់ទោះបីជាមិនមែនស្នេហាក៏ដោយម៉ែតារាក៏ប្រាប់ថាល្អហើយតាំងពីនាងមកនៅជាមួយម៉ែមិនដែលស្ងាត់ម្នាក់ឯងទៀតឡើយតាមការស្មានរបស់តារាមុនពេលអ៊ំស្រីស្លាប់គាត់ប្រហែលជាដឹងខ្លួនឯងហើយថាគាត់រស់មិនបានយូរទៀតទេព្រោះរាងកាយមិនសូវល្អនិងមានជំងឺច្រើនដូច្នេះហើយទើបគាត់ចង់លើកកូនស្រីឲ្យមកតារាព្រោះគាត់បារម្ភពីកូនស្រីខ្លាំងណាស់ហើយចុងក្រោយនៅពេលគាត់ស្លាប់ទៅគាត់ប្រហែលជាធ្វើរឿងដែលតាំងចិត្តមិនទាន់ទើបគាត់មកទទួលតារាទៅផ្ទះគាត់ទាំងកណ្ដាលយប់បែបនេះឯងបន្ទាប់ពីទស្សនាវីដេអូនេះចប់តើបងប្អូនទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះរឿងខ្មោចមួយនេះហើយមានចង់ដឹងថាតើបងប្អូនទាំងអស់គ្នាចង់ឲ្យអេដមីនធ្វើរឿងខ្មោចជាច្រើនទៀតដែរឬទេសូមខមមិននៅខាងក្រោមវីដេអូដើម្បីឲ្យអេដមីនបានដឹងពីចម្លើយរបស់បងប្អូនទាំងអស់គ្នា